បាទគោរពនឹងជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនពូមីងលោកតាលោកយាយទាំងអស់គ្នាដែលនិយមតាមដានក៏ដូចជាចាំយកតម្រុយឆ្នោតយកទៅលេងជារៀងរាល់ថ្ងៃបាទថ្ងៃនេះខ្ញុំបាទអេដមីនវងមកចែកជូនតម្រុយសម្រាប់ថ្ងៃថ្មីជូនដល់កាន់ប្រិយមិត្តទាំងអស់គ្នាទៀតហើយគឺថ្ងៃនេះគឺយើងនាំមកជាមួយនឹងតម្រុយសម្រាប់ថ្ងៃថ្មីគឺថ្ងៃទី7ខែ8ឆ្នាំ2026ហើយតម្រុយនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកទៅលេងបានទាំងម៉ោង4ក៏ដូចជា30នាទីល្ងាចក៏ដូចជាម៉ោង6និង30នាទីយប់តាមដែលប្រិយមិត្តទាំងអស់គ្នាពេញចិត្តស្រឡាញ់ទាំងអស់គ្នាអញ្ចឹងមុននឹងចូលមកការហៅជាមួយនឹងតម្រុយថ្ងៃថ្មីពុកម៉ែបងប្អូនទាំងអស់គ្នាដែលទើបតែចូលមកក្នុង channel ថ្មីបងប្អូនទាំងអស់គ្នាមិនទាន់បានជួយ like ក៏ដូចជា subscribe ទេពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ក៏ដូចជា subscribe ដើម្បីទទួលបាននៅវីដេអូថ្មីពី channel ខ្ញុំបាទតម្រុយឆ្នោតអវងហើយការចុច like ក៏ដូចជា subscribe របស់ប្រិយមិត្តទាំងអស់គ្នាគឺជាការលើកទឹកចិត្តដល់ខ្ញុំបាទខិតខំក៏ដូចជាផលិតយកនៅបាទលេខតម្រុយដែលច្បាស់មកចែកជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជារៀងរាល់ថ្ងៃអញ្ចឹងកុំឲ្យខាតពេលវេលារបស់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាយូរយើងមកហៅជាមួយនឹងអាពីលេខតម្រុយនៅថ្ងៃស្អែកនេះបើគឺយើងមានបាស47ហើយ23និង37ហើយសម្រាប់3លេខយើងបើគឺយើងមានបាទ724ហើយនឹងមួយលេខទៀតគឺបាទ472បាទគឺ472ហើយសម្រាប់ខ្ទង់ទី3បើគឺយើងមានបាទ382អញ្ចឹងសម្រាប់បាទអេដមីនសុំហៅមួយសារទៀតអាពីរលេខបើគឺយើងមានបាទ47 23និង37ហើយសម្រាប់3លេខបើគឺយើងមានបាទ724 472និង382តោះឥឡូវយើងមកមើលជាមួយនឹងលេខអូសខ្ទង់យើងវិញសម្រាប់ថ្ងៃស្អែកបាទលេខអូសខ្ទង់យើងបើគឺយើងមានបាទអូសខ្ទង់30ហើយនិងអូសខ្ទង់7បាទអូសខ្ទង់30ហើយនិងអូសខ្ទង់7អញ្ចឹងតម្រុយសម្រាប់បាទថ្ងៃទី7ខែ8គឺយើងមានតែប៉ុណ្្នឹងទេសង្ឃឹមតែប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់ពេញចិត្តតម្រុយដែលខ្ញុំបាទឲ្យទៅកាន់ប្រិយមិត្តហើយប្រិយមិត្តទាំងអស់គ្នាកុំភ្លេចបាទជួយ like ក៏ដូចជាបាទ subscribe ដើម្បីទទួលបាននៅវីដេអូថ្មីក៏ដូចជាតម្រុយដែលច្បាស់ពី channel ខ្ញុំបាទអាវងប្រាប់ឆ្នោតជួនអញ្ចឹងសម្រាប់តម្រុយថ្ងៃថ្មីនេះក៏យើងបានឈានមកដល់ទីបញ្ចប់ដែរហើយពុកម៉ែបងប្អូនទាំងអស់គ្នាដែលត្រូវលេខធំឬក៏លេខទូចអីបងប្អូនទាំងអស់គ្នាអាច comment លេងនៅខាងក្រោមវីដេអូនេះប្រាប់ admin ផងថាពុកម៉ែបងប្អូនទាំងអស់គ្នាបើយកតម្រុយទៅបងប្អូនទាំងអស់គ្នាចូលលេខធំឬក៏ចូលលេខទូចឬក៏មិនបានត្រូវអីកុំភ្លេច comment ប្រាប់ admin ផងឲ្យ admin បាទបានដឹងក៏ដូចជាខិតខំរិះរកយកគុណគូតម្រុយដែលល្អមកចែកជូនដល់ប្រិយមិត្តបាទទាំងអស់គ្នាហើយក៏លេចណាដែលខ្វះខាតក៏ admin ខំប្រឹងបាទកែប្រែក៏ដូចជា